លោកបងទិញរត់ចេញពីពេលប៉ុន្តែក៏បរទេសឡំពាត់គាត់ដឹងពីល្បិចកលអូធីនហេតុនេះហើយគាត់ដកកំភ្លើងសម្រាប់ខ្លួនបងប្រុសគេមាននិយាយអីទេលោកបងទិញនិយាយថារស់ជាមនុស្សគ្រួសារទីងស្លាប់ជាខ្មោចគ្រួសារទីងដែរពួកគាត់បរទេសចង់បានទ្រព្យសម្បត្តិគ្រួសារទីងកុំសង្ឃឹមតែចង់អញសំជាកូនប្រុសល្អគ្រួសារទីងយើងមែនម៉ែពួកយើងត្រូវទៅសងសឹកម៉ែពួកយើងសងសឹកជូនបងប្រុសសងសឹកជូនបងប្រុសសងសឹកជូនបងប្រុសរឿងសងសឹកត្រូវតែសងសឹកពួកឯងចេញទៅវិញសិនទៅយើងនិយាយជាមួយឈិញអ៊ីងពី3ម៉ាត់ម៉ែចេញទៅវិញទៅនាំនេះទៅវិញលើមិនតបឲ្យតែមានសារស័ព្ទទិញតែចង់នៅទីនេះគ្រូសាទិញគឺប្រកាសជាមកទទួលសពដល់ពេលនោះយើងខកខ្លួនម្នាក់ទៅសិនហងនីវមិនមែនស្អីល្ងងម្យ៉ាងទៀតគ្រូសាទិញគ្មានអ្នកប្រទិញទី2ទៀតទេបើតែមានអ្នកណាហ៊ានមកខំយើងយ៉ាងនេះទេខ្មាស់គេខ្លាំងណាស់ពួកយើងមិនស្រុកចូលទៅពេលនេះគ្រូសាទិញគឺកំពុងតែច្បោកច្បល់ពួកយើងប្រើកម្លាំងរបស់យើងប្រើកំភ្លើងរបស់យើងអាចចូលភូមិគ្រឹះបានណាអ្នកនាងឈិញអ៊ីងនាងទៅឃ្លាំងបញ្ជីយកប្រាក់100យន់ធ្វើជាសហុយទៅតែចុងគេមិននៅពិធីមង្គលការក៏ឆាចោលដែរនាងនៅក្នុងគ្រួសារយើងវាដូចជាមិនសមទេអ្នកស្រីចាស់ដឹងទេបាញ់មិញខ្ញុំថ្វាយបង្គំ3ដងថ្វាយបង្គំ3ដងបានន័យថាចប់កម្មវិធីឥឡូវនេះខ្ញុំជាមនុស្សគ្រួសារទីងហើយគុំនំឈាមលោកបងទីងខ្ញុំជាអ្នកសងសឹកផ្ទាល់ថ្វាយបង្គំលុតជង្គង់គឺប្តីប្រពន្ធ2នាក់ថ្វាយបង្គំជាមួយគ្នាការថ្វាយបង្គំនេះមិនយកជាការទេលោកបងទីងពេលនេះនៅក្បែរខ្ញុំអ្នកស្រីមានឃើញទេម៉ៃហ្វានាំឈិញអ៊ីងទៅបន្ទប់សម្រាប់ឲ្យត្រួតបួសបើគ្មានបញ្ជាពីយើងកុំឲ្យនាងចេញមកឲ្យសោះចាអ្នកនាងឈិញអ៊ីងសូមអញ្ជើញអូធីនយើងសម្រាប់អញចោលយកសារស័ព្ទទិញតែចុងភ្ជួរលើកំផែងហាល3ថ្ងៃលោកបង្ខំពួកគេឲ្យទៅតាមយកសារស័ព្ទត្រូវហើយយើងចង់ឲ្យពួកវាមកមួយសម្រាប់មួយមកមួយវងសម្រាប់មួយវងដើម្បីកាត់បន្ថយកម្លាំងប្រយុទ្ធគ្រួសារទិញមកចាំអ្នកប្រទិញ2 3នាក់ទៀតពួកវាក៏គ្មានអីតវ៉ាជាមួយយើងទៀតដែរលោកបន្ទាប់អស់ចាំមែនអូយពួកបោះទីទាល់ច្រកឲ្យឃើញទេមែនហើយធ្វើជាសាប់អស់ចិត្តឥឡូវនេះនៅប្រមាថមើលងាយគេទៀតណាមិនតំច្រកដែរមែនហ្មងប្រមាថគេយ៉ាងនេះសំជាមនុស្សមើលទៅពួកវាប្រហែលជាទាល់ច្រកហើយណាអូធានធ្វើគេសាប់អស់ចិត្តទេឥឡូវនេះប្រមាថមើលងាយគេអញ្ចឹងទៀតផងណាពិតជាអញ្ចឹងមែននេះអ្នកស្រីចាស់ពិតជាអញ្ចឹងហើយសារស័ព្ទអ្នកប្រុសធំត្រូវពួកវាជួលលើកំផែងថាហាលថ្ងៃ3ថ្ងៃឯណោះអូម៉ែពួកយើងបានសម្រុកចូលសាលាស្រុកសម្រាប់អូធានទទួលបងប្រុសមកវិញមែនហើយម៉ែមែនហើយសម្រាប់អូធានទៅសម្រាប់អូធានទៅសម្រាប់អូធានមកប្រុសមកវិញមកប្រុសមកវិញមកប្រុសមកវិញទៅសម្រាប់អូធានមនុស្សភូមិគ្រឹះទិញជួបជុំគ្នាភ្លាមនេះគឺជាល្បិចកលរបស់អូធានគេគិតថាគ្រូសាទិញនឹងមកដណ្ដើមយកសារស័ព្ទត្រឡប់ទៅវិញគ្រូសាទិញជាមនុស្សខ្លាំងណាស់ប្រកាសជាមិនសុខចិត្តទេពួកយើងឆាប់ទៅវិញពិភាក្សាគ្នា
គ្រួសារទីងជួបបញ្ហាពួកយើងក៏ត្រូវតែជួយដល់ពួកគាត់ដែរណាតែយើង